តែសអើយពើបាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែកវីដេអូខ្លីៗសម្រាប់ការទស្សនាដោយសារខ្ញុំអត់សូវដែលបានដំណើរដោយសារខែនេះគេអ្នកទាំងអស់គ្នាហ្នឹងហើយគេខែភ្លៀងចឹងគឺយើងជិះឈៀលរកកន្លែងឆ្នេរសមុទ្រតែពេលខ្ញុំចេញមកហ្នឹងមិននៅភ្លៀងនៅឡើយទេខ្ញុំម៉ោងពេលថ្ងៃម៉ោង 11 12បងប្អូនបាទចឹងខ្ញុំជិះមកនេះមកដល់ខ្មែរធ្វើបានចឹងខ្ញុំជិះចូលទៅក្រោមទៀតដោយសារនៅក្រោមមានវងមោព្រះថោងនេះប៉ុន្តែខ្ញុំមិនបានថតទេចុច record វាអត់ជាប់អត់ស៊ីនិស័យដល់ពេលហ្នឹងកាត់មកដល់ផ្លូវទៅសមុទ្រព្រាមបងប្អូនចឹងយើងជិះឈៀលតាមមាត់ផ្លូវហ្នឹងទៅជិះមកដល់ base of flight ខ្ញុំក៏នឹកឃើញថាអាចជិះចូលលេងនៅក្នុងនោះបានចឹងខ្ញុំបត់ស្ដាំដើម្បីជិះចូលទៅក្នុងមើលតានៅក្នុងហ្នឹងឥឡូវមានអីគេខ្លះមានគេប្លែកខ្លះអភិវឌ្ឍអីគេខ្លះអញ្ចឹងណាបងប្អូនបាទជិះមើលលេងតែខ្ញុំដាក់កាមេរ៉ាថតឈរចោលអញ្ចឹងណាយកមក voice over យើងអត់អាចជិះបណ្ដាយើងទីទូរស័ព្ទមកថត vlog ដើរហ្នឹងគឺវាអត់កើតទេបាទនេះតាមផ្លូវជិះចូលទៅក្នុងខាងក្នុងហ្នឹងមាន resort មានអីចឹងណាបងប្អូនបើសិនជាចង់មកលេងនៅខាងខេត្តកំពង់សោមឯងក្រុងប្រសេនុអីបាទអាចមកលេងទីនេះបានឆ្នេរស្អាតរៀបចំមាន activity នៅក្នុងនេះច្រើនណាបងប្អូនអាចតាក់ទងទៅទៀតតែខ្ញុំមកដល់កន្លែងបងមូនេះខ្ញុំក៏ឈប់ម៉ូតូថតคลิปពីរដាក់ឆ្លៀតដាក់នៅក្នុងវីដេអូអញ្ចឹងណាវាមាន footage តែវាគ្មាន footage អីច្រើនខ្ញុំចេះតែដាក់ថតអញ្ចឹងបងប្អូនស្ដាប់កន្លែងនេះមកបងប្អូនស្ដាប់សំឡេងសមុទ្រស៊ីនដល់មានខ្យល់បោករលកក្រមញីញោមយ៉ាងណាបាទហ្នឹងហើយបងប្អូនខ្ញុំចេះតែថតនោះអញ្ចឹងណាវាយើងអង្គុយឈៀលជាមួយសមុទ្រជាមួយអីដោយសារមួយមុនយើងអត់សូវបានចេញក្រៅយើងបដោតតាលើការទីការអញ្ចឹងណាបងប្អូនចោលវិស័យធ្វើវីដេអូតាមប្រទៅវីដេអូវិស័យon social media នេះគឺខ្ញុំឆ្លាញ់វាយូរដែរហើយប៉ុន្តែគាត់ថាយើងចេះតែបោះបង់វិចារយើងគ្មានឱកាសចាប់វាអញ្ចឹងតែឥឡូវយើងមានឱកាសយើង grow up វាឡើងមកវិញអញ្ចឹងចាប់ទុកថានេះគឺជាការចាប់ផ្ដើមសារជាថ្មីរបស់យើងធ្វើមិនឲ្យយើងវាល្អផ្សារអញ្ចឹងបងប្អូនកុំភ្លេចជួយគាំទ្រខ្ញុំផងបាទដើម្បីខ្ញុំចេញវីដេអូច្រើនបើសិនជាចូលចិត្តកុំភ្លេចជួយ subscribe YouTuber ជួយ like comment ចិត្តល្អដើម្បីខ្ញុំចូលចិត្តលក្ខណៈថាខ្ញុំចូលចិត្តថតoutdoor របៀបខ្ញុំចូលចិត្តលក្ខណៈរបៀប explore ដែរតែអត់ទាន់មានការអញ្ចឹងវីដេអូខ្លីៗមានតែប៉ុណ្្នឹងហើយបងប្អូនជំរាបលាអរគុណអ្នកដែលបានទស្សនាទាំងអស់គ្នាបាទ